ខ្ញុំបាទសូមគោរពសម្ដេចអាយដាមលោកជំទាវលោកស្រីជាពិសេសបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រជាជាតិកម្ពុជាថ្ងៃនេះដោយមានការណែនាំដ៏ពងពោះពីអាយដាមពេញពូនីរដ្ឋមន្ត្រីក្រសួងសាធារណការដឹកជញ្ជូនយើងខ្ញុំជាក្រុមការងារគ្រប់គ្រងគម្រោងសាងសង់ផ្លូវជាតិលេខ10ដែលមានប្រវែង197គីឡូម៉ែត្រចុច363ម៉ែត្រលាតសន្ធឹងពីស្រុកសំឡូតខេត្តបាត់ដំបងឆ្លងកាត់ស្រុកវាលវែងខេត្តពោធិ៍សាត់និងបញ្ចប់ត្រឹមក្រុងខេមរភូមិន្ទខេត្តកោះកុងបានដឹកនាំមន្ត្រីជំនាញក្រសួងចំនួន4ក្រុមដើម្បីចុះត្រួតពិនិត្យផ្លូវលេខ10នេះក្នុងនោះមានក្រុមទី1គឺជាក្រុមត្រួតពិនិត្យផ្លូវដោយត្រួតពិនិត្យប្រវែងផ្លូវទទឹងផ្លូវកម្រាស់ផ្លូវនិងការងារផ្សេងទៀតជាច្រើនក្រុមទី2ត្រួតពិនិត្យភាពរឹងមាំនិងភាពរាបស្មើនៃផ្លូវដោយប្រើប្រាស់ម៉ាស៊ីន FWD និង IRI ធ្វើតេស្តក្រុមទី3ត្រួតពិនិត្យប្រព័ន្ធលូនិងស្ពានផ្ទៀងផ្ទាត់ចំនួននិងគុណភាពក្រុមទី4ត្រួតពិនិត្យបរិក្ខារសុវត្ថិភាពចរាចរណ៍ក្រោយពីការងារទាំងនេះបានបញ្ចប់យើងនឹងមានការប្រជុំវិយតម្លៃនិងដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីដើម្បីពិនិត្យសម្រាប់ប្រគល់ទទួលដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្នហើយក្នុងនោះដែរក្រសួងនឹងដាក់សំណើទៅសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាដើម្បីសុំកាលបរិច្ឆេទសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការខ្ញុំបាទសូមជម្រាបជូនបន្ថែមថាដោយមានការណែនាំជាប្រចាំពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនការងារសាងសង់ផ្លូវនេះត្រូវបានយកចិត្តទុកដាក់ទៅលើគោលការណ៍ចម្បង3ធំទី1គឺគុណភាពទី2គឺសុវត្ថិភាពចរាចរណ៍ក្នុងគោលដៅទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងទី3គឺការងារបរិស្ថានដោយសារផ្លូវនេះឆ្លងកាត់តំបន់អភិរក្សនិងសម្បូរដោយព្រៃភ្នំនិងជ្រោះជ្រលងដងអូរជាច្រើន